មេតបធំម្នាក់របស់ប្រទេសហ្វីលីពីនបានមកដល់កម្ពុជាហើយដែលគាត់បានប្រកាសយ៉ាងច្បាស់ថានឹងចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យខណៈលោកអនុទីនបាននឹងកំពុងតែចាប់ផ្ដើមសង់របងនៅតាមបន្ទាត់ព្រំដែនក្រោយទទួលបានលុយជាច្រើនអំពីស្ដេចថៃស្ដេចរាមាទី10ហ្នឹងស្របពេលជាមួយគ្នានោះដែរក្រុមហ៊ុនរបស់ជប៉ុននិងកូរ៉េខាងត្បូងជាច្រើនបាននឹងកំពុងតែរើរោងចក្រចេញអំពីប្រទេសថៃជាច្រើនក៏ដោយសារតែស្ថានភាពរញ៉េរញ៉ៃនៅក្នុងប្រទេសថៃនេះដែរជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំមានព័ត៌មានដើម្បីមកចែករំលែកទៅកាន់បងប្អូនជនរួមជាតិឲ្យបានដឹងតាក់ទងជាមួយនឹងបញ្ហាព្រំដែនក៏ដូចជាអាប់ដេតថ្មីទៅកាន់បងប្អូនយើងឲ្យបានដឹងបន្ទាប់អំពីប្រទេសហ្វីលីពីនបានទទួលតំណែងជាប្រធានអាស៊ានបន្ទាប់ពីប្រទេសម៉ាឡេស៊ីឥឡូវនេះប្រទេសហ្វីលីពីនបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាជម្លោះរវាងកម្ពុជានិងថៃហើយក៏ថ្មីនេះផងដែរហ្វីលីពីនបានបញ្ជូនមេទ័ពកំពូលធំម្នាក់របស់ប្រទេសរបស់គាត់នឹងបញ្ជូនមកដល់ប្រទេសកម្ពុជារបស់យើងហើយដើម្បីនឹងចុះមកត្រួតពិនិត្យក៏ដូចជាចូលទៅមើលឲ្យចិត្តនៅស្ថានភាពជាក់ស្ដែងរវាងព្រំដែនកម្ពុជានិងថៃបើសិនជាគាត់បានមកហើយជូនគាត់ឲ្យទៅឃើញអំពីសកម្មភាពដែលរញ៉េរញ៉ៃធ្វើទុកបុកម្នេញមកកាន់កម្ពុជាក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែននឹងផងប្រទេសហ្វីលីពីនបានបញ្ជូនមេទ័ពធំម្នាក់ប្រចាំប្រទេសរបស់គាត់ដែលជាប្រធានអាស៊ានបដូវវេនអំពីបន្ទាប់ពីម៉ាឡេស៊ីបានមកដល់កម្ពុជាហើយលោកបានប្រកាសយ៉ាងច្បាស់ថានឹងចុះទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យហើយការមកដល់របស់លោកមិនមែនជាការមកដើរលេងគឺមកក្នុងនាមជាអ្នកដោះស្រាយបញ្ហាដែលគេហៅថាក្រុម AOT នោះណាដើម្បីនាំសន្តិភាពមកវិញដោយយុត្តិធម៌ក៏ដូចជាដំណាភាពរវាងប្រទេសទាំងពីរដែលគាត់គឺមិនបានអាស្រ័យឬក៏កាន់ជើងទៅកាន់ប្រទេសណាមួយនោះឡើយគឺគាត់ស្ថិតនៅកណ្ដាលឃើញអាក្រក់ថាអាក្រក់ឃើញត្រូវថាត្រូវដែលនេះគឺជាសញ្ញាបង្ហាញថាអាស៊ានក៏នៅតែបន្តយកចិត្តទុកដាក់មកកាន់កម្ពុជាឬក៏នេះគឺជាកិច្ចការនៅក្នុងអាស៊ានទាំងមូលផងដែរដើម្បីនឹងរួបរวมក៏ដូចជាចូលរួមដោះស្រាយបញ្ហាចំនួននៅក្នុងតំបន់អាស៊ានរបស់យើងផងដែរបើយើងងាកទៅមើលស្ថានភាពនៅក្នុងប្រទេសថៃនេះវិញបងប្អូននាយករដ្ឋមន្ត្រីថ្មីទើបតែជាប់ឆ្នោតមិនទាន់បានឡើងកាន់តំណែងគឺលោកអនុទីនឆានវរៈកុលនោះវិញកំពុងតែបង្ហាញចរិតចង់ឈ្លានពានកាន់តែខ្លាំងដោយលោកបានប្រកាសថានឹងចាប់ផ្ដើមធ្វើរបងព្រំដែនភ្លាមដោយមិនចាំបាច់ថវិការដ្ឋឡើយក៏ព្រោះតែលោកបានបញ្ជាក់យ៉ាងច្បាស់អំពីការឧបត្ថម្ភលុយជាច្រើនអំពីព្រះមហាក្សត្រឬក៏ស្ដេចរាមាទី10នៃប្រទេសថៃណាដែលគេល្បីថាស្ដេចមានលុយច្រើននេះឥឡូវនេះគឺខាងត្រកូលស្ដេចត្រកូលរាជវង្សនៅក្នុងប្រទេសថៃបានស្រាក់គ្នារាយលុយគ្នាដើម្បីយកមកឲ្យអនុទីនធ្វើរបងជាមួយនឹងកម្ពុជារបស់យើងត្រង់កន្លែងនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាការដែលស្ដេចថៃឬក៏រាជវង្សថៃបានប្រើលុយផ្ទាល់ខ្លួនអំពីខាងរាជវាំងមកបែបនេះគឺបញ្ជាក់យ៉ាងច្បាស់ថាពួករាជវង្សរបស់សៀមនេះគឺមានចេតនាចង់ឈ្លានពានទឹកដីកម្ពុជារបស់យើងពិតប្រាកដហើយលោកអនុទីនបានប្រកាសតាក់ទងជាមួយនឹងគម្រោងនៅក្នុងការលុបចោល MOU 44និង MOU 2001ផងដែរការដែលតាក់ទងជាមួយនឹង MOU 2001និង MOU 44នេះគឺជាការព្រមព្រៀងវាហាក់ដូចជាសន្ធិសញ្ញាមួយអញ្ចឹងណានេះបើសិនជាថៃចង់បញ្ចប់ឬក៏មិនចង់បន្តវាមិនអាចធ្វើទៅបាននោះទេលុះត្រាតែកម្ពុជាយល់ព្រមឈប់ប្រើប្រាស់ MOU 44និង MOU 2001នេះបើតាក់ទងជាមួយនឹង MOU 2001និង MOU 44នេះគឺវាមានអត្ថប្រយោជន៍ក៏ដូចជាមានផុសតាងរឹងជាច្រើនដែលកម្ពុជាមិនអាចនឹងឈប់បន្តបាននោះទេតាក់ទងជាមួយនឹងផែនទីបារាំងសៀមដែលបារាំងគូជាមួយនឹងសៀមកាលពីមុននោះគឺចងជាប់គ្នាជាមួយនឹង MOU 2001និង MOU 44នេះនេះគឺថៃគេចង់លុប MOU ទាំងពីរនេះចោលដោយសារតែគេនឹងគឺខ្លាចថាมันអាចឈ្នះក្តីរវាងជាមួយនឹងកម្ពុជារបស់យើងតាក់ទងជាមួយនឹងមាន MOU 2001និង MOU 44ហ្នឹងដោយឡែកឥឡូវយើងងាកមកមើលបន្តអំពីព័ត៌មានតាក់ទងជាមួយនឹងក្រុមហ៊ុនឯកជនជាច្រើនរបស់ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងតែបដូរនៅទីតាំងរោងចក្ររបស់ខ្លួនដោយសារតែនៅក្នុងប្រទេសថៃហាក់ដូចជាមិនមានស្ថិរភាពនយោបាយគ្រប់គ្រាន់ដើម្បីឲ្យពួកគេនឹងបន្តដំណើរការនៅរោងចក្ររបស់ពួកគេនោះទេដោយក្រុមហ៊ុនរបស់ពួកគេបានងាកមកបើកក្រុមហ៊ុននៅប្រទេសវៀតណាមឬក៏កម្ពុជាវិញដោយសារតែ
នៅខាងវៀតណាមនិងកម្ពុជានេះគឺមានបាទស្ថិរភាពល្អតាក់ទងជាមួយនឹងសេដ្ឋកិច្ចអីផងដែរបាទហើយនេះគឺជាដំណឹងល្អមួយដែរសម្រាប់កម្ពុជាប្រសិនបើមានក្រុមហ៊ុនជប៉ុនឬក៏ក្រុមហ៊ុនកូរ៉េខាងត្បូងល្អអីបានមកបើករោងចក្រនៅក្នុងប្រទេសកម្ពុជាវាគឺជាឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជារបស់យើងផងដែរបាទសរុបមកវិញបងប្អូនអ្នកគ្នាស្ថានភាពនៅពេលនេះគឺថៃកំពុងតែឯកោយ៉ាងខ្លាំងខាងផ្នែកការទូតរីឯកម្ពុជាកំពុងតែទទួលបានការគាំទ្រអំពីមិត្តភាពអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺរួបរวมគ្នាសាមគ្គីគ្នាជឿជាក់ទៅលើការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់យើងហើយការដែលបាត់បង់ទឹកដីរបស់យើងកាលពីមុននោះវាមិនមែនជាកំហុសរបស់យើងនោះឡើយបាទហើយរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែដោះស្រាយបញ្ហាមួយនេះយ៉ាងសស្រាក់សស្រាំដែលបានដោះស្រាយតាមរយៈបាទផ្លូវច្បាប់អីផ្សេងៗហ្នឹងដោយមិនបានប្រើកម្លាំងដើម្បីនឹងដោះស្រាយតាក់ទងជាមួយនឹងបញ្ហាដែលបានបាត់បង់ទឹកដីកាលពីកន្លងទៅនោះទេសម្រាប់ព័ត៌មានរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នេះហើយកុំភ្លេច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានបន្តទៀតហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត